ជាពិសេសបងប្អូនខ្មែរក្តៅបន្តិចបែកញើសទៀតហើយបងប្អូនខែមេសាខែចូលឆ្នាំខ្មែរគឺក្តៅរហូតចឹងហ្មងអូខេវាមានពលឺថ្ងៃខ្លះខ្លះចឹងក៏ប៉ុន្តែចង់ចែកចាយរបស់បងប្អូននៅច្បាប់មួយច្បាប់នេះមានយូរហើយណាខ្ញុំនិយាយភាសាខ្មែរចុះពាក្យមួយហ្នឹងព្រោះខ្ញុំត្រូវតែប្រុងប្រយ័ត្នក្នុងការនិយាយស្ដីដែរតែជាការចែកចាយទេគឺខ្ញុំអត់ទៅវាយប្រហារប្រទេសណាអត់ទៅវាយប្រហាររដ្ឋាភិបាលណាទេជាការចែកចាយដើម្បីជួយបងប្អូនដឹងថាបងប្អូននៅសហរដ្ឋអាមេរិកហ្នឹងតើបងប្អូនដឹងច្បាប់អញ្ចឹងអត់មានច្បាប់ច្រើនមានរឿងច្រើនដែលកើតឡើងសពថ្ងៃនេះសូម្បីតែខ្មែរយ៉ាងនេះខ្ញុំឮទេខ្ញុំមិនទាន់យកមកធ្វើជាវីដេអូទេមានខ្មែរដែលគេចាប់ខ្មែរទៅកាន់ Green Card គេចាប់នៅក្នុងប្រទេសអាមេរិកហ្មងមិនមែនចេញក្រៅប្រទេសទេក៏ប៉ុន្តែចង់និយាយពីរឿងច្បាប់មួយគេហៅថាភេរវកម្មច្បាប់ពួកជនភេរវករមានន័យថាច្បាប់មួយហ្នឹងខុសពីច្បាប់គេហៅថា criminal ខុសពីច្បាប់ដែលយើងគាត់តែលួចនេះយើងវាយតប់គ្នាយើងបើកឡានបុកគ្នាយើងបាញ់គ្នាខ្ញុំអត់និយាយច្បាប់ហ្នឹងទេច្បាប់ភេរវកម្មឬក៏ជាជនភេរវករនេះគឺច្បាប់ខុសគ្នាច្បាប់ហ្នឹងបើយើងធ្វើអ្វីដោយធំថាមានក្រុមរបស់យើងប្រឆាំងរដ្ឋាភិបាលយើងចង់ប្រឡំរដ្ឋាភិបាលយើងចង់ដាក់ក្របបែកបន្ទុះ building យើងពាក់ព័ន្ធនឹងក្រុមដែលនៅក្រៅប្រទេសចេញចូលក្រៅប្រទេសអញ្ចឹងយើងមានប្រព័ន្ធយើងធំច្បាប់មួយហ្នឹងគឺជាច្បាប់ដែលមានយូរហើយចង់ឲ្យបងប្អូនដឹងច្បាប់ហ្នឹងគឺបើសិនជាគេចោទយើងខ្ញុំនិយាយចំហ្មងទៅបើសិនជាគេចោទយើងថាយើងប្រព្រឹត្តនៅបទល្មើសដែលពាក់ព័ន្ធនឹងភេរវកម្មអ្វីដែលខ្ញុំនិយាយមិញណាបើគេចោទយើងនៅក្នុងករណីនៅក្នុងច្បាប់មួយហ្នឹងគេហៅថាគឺគេយកបងប្អូនគេបញ្ជូនបងប្អូនចេញក្រៅប្រទេសបងប្អូនមិនអាចមានមេធាវីមិនអាចឡើងតុលាការអត់មានអ្នកណាជួយបងប្អូនបានទេច្បាប់មួយហ្នឹងអញ្ចឹងបើគេចោទយើងថាយើងជាភេរវករយើងធ្វើអ្វីដោយខុសច្បាប់នៅក្នុងភេរវកម្មនៅក្នុងករណីមួយហ្នឹងគេនឹងយកយើងចេញទៅក្រៅប្រទេសហើយមួយទៀតគឺរដ្ឋាភិបាលគេកងត្រាជាមួយប្រទេសដទៃកងត្រាដើម្បីយកយើងទៅមានន័យថាគេកងត្រាជាមួយប្រទេសមួយចំនួនគេធ្វើគុកគេធ្វើមន្ទីរឃុំឃាំងគេបញ្ជូនយើងទៅនៅក្នុងគុកហ្នឹងនៅក្នុងមន្ទីរឃុំឃាំងហ្នឹងករណីភេរវកម្មនេះគឺយើងអត់មានសិទ្ធិអ្វីទាំងអស់អត់មានមេធាវីអត់មានឡើងតុលាការអត់មានអ្នកណាជួយយើងបានទេគេបញ្ជូនយើងទៅហ្មងបើយើងធ្លាក់នៅក្នុងបើយើងគេចោទយើងនៅក្នុងករណីមួយហ្នឹងតែបើគេចោទយើងនៅក្នុងករណី criminal ប្រព្រឹត្តបទល្មើស felony misdemeanor យើងបើកឡានបុកគេយើងបាយប្រៃប្រពន្ធវាយគ្នាឬក៏យើងផឹកស្រាស្វឹងយើងបើកឡានទៅប៉ះទង្គិចគេអញ្ចឹងទៅយើងលួចនេះលួចនោះយើងលួចឡានយើងបាញ់គ្នាធម្មតាអត់នៅក្នុងហ្នឹងទេច្បាប់ខុសគ្នាអាច្បាប់ criminal ហ្នឹងគឺយើងមានសិទ្ធិ draw TV យើងមានសិទ្ធិប្រឹងផ្ដាល់យើងមានសិទ្ធិឡើងតុលាការតែភេរវកម្មបើគេចោទយើងហើយគឺយកមានសិទ្ធិអ្វីទាំងអស់គេបញ្ជូនយើងចេញទៅក្រៅប្រទេសឥឡូវហ្នឹងគេកំពុងតែធ្វើសម្រាប់អ្នកដែលចូលនៅក្នុងសហរដ្ឋអាមេរិកខុសច្បាប់ឃើញនិយាយថាអ្នកដែលខុសច្បាប់ទេមិនមែនអ្នកសញ្ជាតិទេមិនមែនអ្នកដែលកើតនៅស្រុកនេះទេមិនមែនអ្នកដែលរស់នៅស្រុកនេះយូរដែលមានសញ្ជាតិទេតែឥឡូវហ្នឹងលោក Donald Trump គាត់បានទៅ El Salvador គាត់ទៅប្រជុំជាមួយប្រធានាធិបតី El Salvador ដើម្បីគាត់ចុះកងត្រាបង្កើតគុកបង្កើតមន្ទីរឃុំឃាំងនៅហ្នឹងហើយគាត់ឲ្យលុយទៅដើម្បីបង្កើតគុកហ្នឹងហើយប្រធានាធិបតី El Salvador ថាបញ្ជូនមកឲ្យលុយគេអញ្ចឹងបញ្ជូនមកព្រោះចង់បានលុយដែរហើយមួយទៀតចង់ចែកចាយបងប្អូនថាដោយសាររឿងថ្មីកើតឡើងរឿងនេះវាមានកើតឡើងពីមុនតែរឿងនេះថ្មីទេឈ្មោះ Abrego Garcia អាយុ29ឆ្នាំនៅប្រទេស El Salvador ទៅគាត់ចូលមកនៅសហរដ្ឋអាមេរិកខុសច្បាប់ដល់ឆ្នាំ2019ប៉ូលីសក៏ចាប់គាត់ចោទគាត់ថាគាត់នឹងជាសមាជិកពួក gang MS13 MS13 ជា gang នៅប្រទេស El Salvador នៅ Central America បាទគេក៏ចង់បញ្ជូនគាត់ត្រឡប់ទៅវិញដោយសារគាត់មកអាមេរិកខុសច្បាប់ផងតែតុលាការកាត់ក្តីឲ្យគាត់ខ្ញុំនិយាយកាត់ទេនិយាយត្រួសទេតុលាការកាត់ក្តីឲ្យគាត់ដោយសារគាត់មាន alibi សមឬក៏គាត់តវ៉ាបានដោយសារបើគាត់ត្រឡប់ទៅវិញពួក gang ហ្នឹងពួក MS13 ហ្នឹងនឹងសម្លាប់គាត់នឹងធ្វើបាបគាត់ម្ល៉េះហើយគេអត់បញ្ជូនគាត់ទៅទេឆ្នាំ2019គេក៏ទុកគាត់ឲ្យគាត់នៅទៀតនៅបន្តទៀតតែដល់ថ្មីនេះគេក៏ចាប់គាត់គេចោទយើងនៅក្នុងករណីយើងប្រព្រឹត្តភេរវកម្មប្រព្រឹត្តនៅអំពើហ្នឹងយើងជាសមាជិកពួកក្រុមហ្នឹងគេយកអាច្បាប់មួយហ្នឹងយកមកប្រើអាមុនគេអត់ប្រើអញ្ចឹងទេ
lo hái kia ở chỗ dương tới đâm lo hái chứ là bách cái muối kia vô sẽ bạc nó vô phá kia ở trăm bạch vô dương làm thả cá đấy mình chắc kia mình chậm bạch ao dương miền miền thì thế mình chắc lo hái lượng đi cái chạp quan trọng cái chạp quan trọng tất kia bị chôn quạt tớiประเทศ El Salvador ที่ประเทศใดกวาดเมานั่นแต่tới ban chỉ ពាក់ព័ន្ធនឹងលោក Donald Trump គាត់ទៅសួរសុខទុក្ខប្រធានាធិបតីនឹងគាត់និយាយពីរឿងសង់គុកសង់អីហ្នឹងពេលដែលគាត់ទៅហ្នឹងគេក៏ដាក់គុកនៅក្នុងប្រទេស El Salvador ហ្នឹងពេលដែលគេចាប់គាត់ហ្នឹងគាត់ពាក់មួកកតាប់គាត់ពាក់អាវលេងកីឡាធម្មតាហើយចាប់គាត់ហ្នឹងគាត់នៅក្នុងឡានជាមួយកូនគាត់អាយុ5ឆ្នាំហើយម្ល៉េះពេលគេចាប់គាត់ហ្នឹងគាត់អត់មានបានធ្វើស្អីខុសទេតែដោយសារគាត់មានប្រវត្តិបាទតែអ្នកនៅសហរដ្ឋអាមេរិកនេះតវ៉ាទាមទារឲ្យគាត់ត្រឡប់មកវិញហើយគេក៏រមេធាវីឡើងតុលាការហើយតុលាការក៏កាត់ក្តីថាគាត់នឹងអត់មានខុសហើយទេរដ្ឋាភិបាលចាប់គាត់ខុសហើយបញ្ជូនគាត់នឹងដោយ mistake ខុសហើយរដ្ឋាភិបាលខ្ញុំប្រយ័ត្នពាក្យដែលខ្ញុំនិយាយដែររដ្ឋាភិបាលគេសារភាពថាខុសមែនគេចាប់មនុស្សខុសហើយគេបញ្ជូនគាត់ទៅនឹងគឺខុសគេសារភាពអញ្ចឹងបងប្អូនអាចឆែកអត្ថបទហ្នឹងមើលទៅណាគឺគេនិយាយអញ្ចឹងរដ្ឋាភិបាលទទួលកំហុសថាគេចាប់ខុសមែនគេបញ្ជូនគាត់ទៅខុសមែនតុលាការក៏បញ្ជាឲ្យយកគាត់មកវិញចំណុចដែលខ្ញុំចង់និយាយនេះគឺអានេះមួយដែរអ្វីដែលយើងធ្វើខុសអ្វីដែលរដ្ឋាភិបាលធ្វើខុសហើយមិនងាយកែបានទេមានន័យថាបើគេបញ្ជូនយើងទៅហើយមិនងាយយកយើងមកវិញទេព្រោះខ្ញុំធ្វើការជាមួយជនជាតិគេច្រើនណាស់បាទខ្ញុំនិយាយមានបំណងល្អប្រាប់គេតែគេយកតែគេអត់សុខចិត្តចោះចាញ់យើងនេះបើគេឆ្លោះជាមួយយើងហើយគេចង់ឈ្នះហើយព្រោះយើងជាជនជាតិភាគតិចបាទខ្ញុំឆ្លងកាត់រាប់ឆ្នាំខ្ញុំដឹងនៅអត្តចរិតនឹងមួយគឺគេអត់ងាយសារភាពទេគេមិនងាយចោះចាញ់យើងទេម្ល៉េះរឿងនឹងមួយតឡាការកាត់ក្តីថាឲ្យបញ្ជូនគាត់មកវិញឲ្យយកគាត់មកវិញតាំងពីខែ2ឥឡូវមកដល់ខែ4ហើយគឺគេយកគាត់អត់បានមកវិញទេហើយគេឆ្លើយអញ្ចឹងគេថាតាគេចាប់ទៅហើយគេបញ្ជូនទៅហើយគឺមិនងាយយកមកវិញទេបងប្អូនមិនដឹងថាមានមនុស្សខ្លះចូលគុកដោយគេចាប់ខុសហើយខ្លះចូល10ឆ្នាំក៏មាន20ឆ្នាំក៏មានគឺច្បាប់មួយហ្នឹងគឺលោក Donald Trump គាត់ទៅប្រជុំជាមួយប្រធានាធិបតីខ្ញុំបាននិយាយមុនហ្នឹងនៅប្រទេស El Salvador គាត់ប្រជុំហ្នឹងគាត់ចរចាគ្នាគាត់និយាយរឿងស្អីទេអានេះគាត់និយាយហ្នឹងគេដូចថតការប៉ិនគេថតគេយកមកផុសតិចវានឹងកើតឡើងគាត់និយាយទាំងវានឹងកើតឡើងជាមួយពួក home grown ពាក្យភាសាអង់គ្លេសគេមានន័យថា home grown គាត់និយាយ home grown ហ្នឹងមានន័យថាសូម្បីអ្នកនៅលើទឹកដីអាមេរិកយូរក៏ដោយសូម្បីយើងជាសញ្ជាតិក៏ដោយបើគេចោទយើងនៅក្នុងករណីមួយហ្នឹងគេនឹងអាចបញ្ជូនយើងទៅបានយើងអត់មានសិទ្ធិមានមេធាវីអត់មានសិទ្ធិមានតុលាការអត់មានសិទ្ធិមានអីគេបញ្ជូនយើងទៅកៃបាមិនមានគុកមួយវីដេអូមួយនេះគាត់ទៅប្រាប់បងប្អូនដឹងពីច្បាប់ខ្ញុំនិយាយពីច្បាប់ទេខ្ញុំក៏ចែកចាយនៅសារព័ត៌មានទេណាខ្ញុំអត់មាននិយាយអីទេណាបងមកស្ដាប់ព្រោះមានបងប្អូនម្នាក់ពីរនាក់គាត់នៅតែយករឿងខ្ញុំនិយាយពីគោគាត់និយាយពីក្របីខ្ញុំគាត់ចែកចាយទេបងប្អូនចង់ឆែកខ្លួនឯងឆែកបានបាទឆែកបានតែខ្ញុំយកមកចែកចាយនេះសាររឿងខ្លះបងប្អូនអត់ដឹងទេខ្ញុំយកមកចែកចាយអញ្ចឹងទេអូខេហ្នឹងហើយអូខេសំណាងល្អបាយបាយ